អូខេបាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខ្ញុំ Admin Kin នៅក្នុងវីដេអូនេះផងដែរគឺខ្ញុំនឹងមកធ្វើការ edit ឬក៏យើងកែច្នៃ channel ពី unoriginal ទៅជា channel original ដើម្បីយើង make money ហ្នឹងហើយអញ្ចឹងដើម្បីយើងបាន channel ដែលយើងជា channel original បានន័យថាពីដំបូងឡើយ channel មួយនេះផងដែរគឺយើង build traffic បាទ build ជាលក្ខណៈ unoriginal បានន័យថាវាវីដេអូរបស់គេហ្នឹងហើយយើងយកវីដេអូរបស់គេមកកាត់ហើយយើងធ្វើការអាប់ឡូតចូលទៅក្នុង YouTube អញ្ចឹងនៅពេលដែល channel របស់យើងមួយហ្នឹងមានការ hit ឬក៏មានការផ្ទុះវីដេអូហ្នឹងគឺវាគ្រប់គោលការណ៍របស់ YouTube អញ្ចឹងយើងមកធ្វើការ edit ដើម្បីបាទយើងធ្វើការស្នើសុំ monetization បាទដែលយើងហៅថាស្នើសុំការរកលុយពី YouTube ហ្នឹងឯងអញ្ចឹងបងប្អូនទាំងគ្នាដែលចូលមកកាន់វីដេអូមួយនេះផងដែរបើសិនជាបងប្អូនទាំងគ្នាដែលជាអ្នកថ្មីណាបាទមិនតើបានចុច subscribe channel ខ្ញុំផងទេកុំភ្លេចចុច subscribe ម្នាក់មួយផងអូខេបាទអញ្ចឹង channel នេះផងដែរគឺយើងអាច apply បាទដើម្បីរកលុយជាមួយវាបាននេះបងប្អូនឃើញនៅកន្លែងនេះឃើញគេលើកពាក្យថា apply អត់បាទអញ្ចឹង channel ហ្នឹងគឺយើងមានសិទ្ធិនៅក្នុងការស្នើសុំ monetization បាទអញ្ចឹងដើម្បីយើងស្នើសុំឲ្យ YouTube ហ្នឹងព្រម approve channel របស់យើងដើម្បីឲ្យរកលុយបានណាយើងត្រូវធ្វើម៉េចបងប្អូនទាំងគ្នាចូលមកមើលកន្លែង content វីដេអូមកអញ្ចឹងយើងទៅធ្វើការកែវីដេអូមួយចំនួនដែលយើងត្រូវធ្វើការកែដើម្បីយើងកិច្ចឲ្យផុតពី renew content នៅពេលដែលយើងធ្វើការស្នើសុំបាទហើយខ្ញុំសូមបញ្ជាក់ផងដែរមិនមែនជាការឲ្យតែយើងកែទៅគឺដឹងតែស្នើទៅដឹងតែ approve 100% ទេប៉ុន្តែវាមានភាគរយច្រើនជាងយើងដាក់ទៅទាំងដុំអញ្ចឹងបើសិនជាយើងដាក់ទៅទាំងដុំអញ្ចឹងវាភាគរយវា approve ក៏វាមានតិចតាមនឹងដែរអូខេឥឡូវបន្ទាប់ពីបងប្អូនទាំងគ្នាឃើញអត់នេះវីដេអូសុទ្ធតែផ្ទុះហើយបងប្អូនបើសិនជាវីដេអូណាបងប្អូនចង់លុបទេបងប្អូនធ្វើការដាក់ public អញ្ចឹងមកបាទអធិស្ឋានដាក់ private បាទដាក់ឯកជនណានេះដាក់ឯកជនអញ្ចឹងមកបាទសម្រាប់វីដេអូណាដែលយើងគិតថាយើងអត់ចង់លុបយើងស្ដាយអញ្ចឹងណាឃើញ view ច្រើនទេយើងធ្វើការដាក់private ទាំងអស់ទៅបាទមានន័យថាគឺយើងអត់ឲ្យ audience យើងឃើញទេបើសិនជាយើងលុបទៅគឺនៅពេលដែលបងប្អូនលុបទៅគឺវាបាត់ម៉ោងហ្នឹងហើយអញ្ចឹងមិនបាច់លុបទេប៉ុន្តែចង់លុបក៏បានដែរបងប្អូនទាំងគ្នាទុកវីដេអូណាមួយដែលវាផ្ទុះរៀងកណ្បើទៅដែលម៉ោងមួយវីដេអូហ្នឹងគឺគ្រប់ឬក៏លើសពី 4000 ម៉ោងអញ្ចឹងទៅហ្នឹងហើយដូចជាវីដេអូនេះជាក់ស្ដែងអ្នកជំរឿនខ្ញុំចូលទៅ analytics បាទហ្នឹងហើយយើងចូលមកនេះឃើញបងប្អូនឃើញថាម៉ោងវីដេអូមិនមែនម៉ោងនេះម៉ោងវីដេអូហ្នឹងគឺបាន 10000 ម៉ោងជាងណាអញ្ចឹងគោលការណ៍ YouTube របស់យើងគឺត្រូវការតែ 4000 ម៉ោងទេអញ្ចឹងជាក់ស្ដែងនៅក្នុងវីដេអូនេះផងដែរគឺមានរហូតដល់ 10000 ម៉ោងណាបងប្អូន 12000 ម៉ោងដូចខ្ញុំធ្លាប់និយាយអញ្ចឹងបើសិនជាវីដេអូរបស់យើងដែលយើងធ្វើទៅវាផ្ទុះខ្លាំងអីទៅវាធម្មតា 4000 ម៉ោងហ្នឹងវាងាយទេ easy ទេគឺវាពិតជាលឿនមែនទែនអត់មានអីពិបាកទេអញ្ចឹងបងប្អូនទាំងគ្នាព្យាយាមរក content មកក្នុងការលេងបាទហ្នឹងហើយអូខេខ្ញុំ break បន្តិចសិនអញ្ចឹងបងប្អូនមើល channel មួយហ្នឹងម៉ោងសរុប channel មួយនេះផងដែរគឺបានចំនួន 50k ម៉ោងបានថាបានរហូតដល់ 5000 ម៉ោងអធិស្ឋានបាន 50000 ម៉ោងបាទបាន 50000 ម៉ោងសរុបហើយអូខេប៉ុណ្ណឹងអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការបិទវីដេអូមួយចំនួនអញ្ចឹងហើយបងប្អូនធ្វើម៉េចទៀតយើងចូលទៅកាន់វីដេអូដែលយើងទុកនៅសល់មួយណាបាទនឹងយើងចូលទៅកាន់វីដេអូមួយហ្នឹងមកចូលទៅកាន់ analytics បន្ទាប់មកបងប្អូនទាំងអស់គ្នាមើលទៅលើពាក្យថា editor បាទហ្នឹងហើយកន្លែងនេះចុចចំពីលើ editor ហ្នឹងមកនៅពេលដែលយើង editor ចូលមកកាន់ editor អញ្ចឹងហើយបងប្អូនទាំងអស់គ្នាធ្វើការចុចពាក្យថា audio ហ្នឹងហើយនេះចុច audio មកដើម្បីយើង add sound មួយចំនួនចូលហ្នឹងហើយឬក៏បងប្អូនទាំងគ្នាយកពាក្យនេះមកទៀតមកនេះដើម្បីឲ្យ blur ដាក់ពាក្យ blur ហ្នឹងដើម្បីបាំងវីដេអូយើង blur កុំឲ្យឃើញអញ្ចឹងទៅតែអាហ្នឹងសម្រាប់វីដេអូយើងរូបភាពរបស់យើងយកពីគេណាបើសិនជាយើងអត់យករូបភាពពីគេទេយើងកាត់តខ្លួនឯងទេយើងមិនបាច់ចាំដាក់ក៏បានដែរហ្នឹងវាដូចជាអត់អីទេអញ្ចឹងបងប្អូនទាំងគ្នាយកពាក្យថា audio នេះមកបាទហ្នឹងហើយបងប្អូនអានមិនខ្ញុំអត់ដឹងទេយើងយកពាក្យថា audio នេះមកវីដេអូនេះផងដែរគឺខ្ញុំធ្វើការបញ្យល់អ្នកទាំងអស់គ្នាមួយសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ជាអ្នកថ្មីណាបាទហ្នឹងហើយប្រឡូកមកក្នុងវិស័យ YouTube វីដេអូប្រភេទកាប់ដាវបាទហ្នឹងហើយ
ប៉ុន្តែខ្ញុំឃើញមាន comment មានវីដេអូខ្លះ channel ខ្លះក៏គាត់មិនចាំកែទាំងអស់ហ្នឹងក៏ស្នើជាប់ដែរប៉ុន្តែនៅក្នុងភាគរយមួយដែលវាតិចណាបាទហ្នឹងហើយអញ្ចឹងអ្វីដែលបងប្អូនទាំងអស់គ្នាឃើញតែគេបោះលក់ទិញលក់ហ្នឹងគឺឃើញ channel ពួកកាប់ដាវកាប់អីហ្នឹងគឺភាគច្រើនវាអាហ្នឹងជាភាគរយតិចទេដែលបងប្អូនឃើញគេបង្ហាញតែ channel ណាដែលជាប់ទេប៉ុន្តែនៅពេលដែល channel ណាដែលមិនជាប់គឺគេមិនដែលបង្ហាញយើងថា channel ហ្នឹងស្នើអត់ជាប់ទេគេបង្ហាញតែ channel ណាដែលស្នើជាប់ដើម្បីលក់ឬក៏អីចឹងទៅអូខេអញ្ចឹងបងប្អូនទាំងនេះឃើញអត់នេះឃើញសិតតែ music អត់អញ្ចឹងយើងអាច add music ទាំងអស់ហ្នឹងចូលមកក្នុងវីដេអូរបស់យើងមកបាទអញ្ចឹងខ្ញុំ add វីដេអូទាំងអស់ហ្នឹងចូលអធិស្ឋានខ្ញុំ add music ទាំងអស់ហ្នឹងចូលបងប្អូនទាំងអស់គ្នាធ្វើការ add ចូលណាយើង add យើងចុចបូកមកនេះបូកមកតែបើសិនយើងអត់តន់ចង់ add ទេយើងអាចស្ដាប់បទហ្នឹងក៏បានដែរស្ដាប់មើលថាបទហ្នឹងវិញរបៀបម៉េចអូខេខ្ញុំគិតថាខ្ញុំស្ដាប់តែប៉ុណ្្នឹងមកណានឹងជាប្រភេទ playing audio របស់ YouTube ដែលវា no copyright អញ្ចឹងយើងអាច add ចូល channel អធិស្ឋាន add ចូលវីដេអូរបស់យើងបានហ្នឹងហើយអញ្ចឹងខ្ញុំ add អានឹងចូលបងប្អូនអរគ្នាចុចបូកនេះមកនេះពាក្យថា add ហ្នឹងបូកបាច់មកវា load មកគេនេះគេ load មកអញ្ចឹងយើង add វា output មកថាវីដេអូយើងត្រឹមនេះយើង add ដល់នេះមកណាហ្នឹងហើយយើងបូកទៀតមកណាបូកច្រើនទៅបូកខ្ញុំទាញវាក្រោយបូកមកបូកទៀតទៅណាដែរបូកវាច្រើនមកហើយយើងទាញវាអូខេយើងទាញបែបនេះមកនិយាយទៅបងប្អូនទាំងនេះធ្វើការទាញវារហូតតតែផុតវីដេអូរបស់យើងណាបាទហ្នឹងហើយយើងទាញតផុតវីដេអូរបស់យើងប្រហែលមែននៅក្នុងការ edit របស់យើងហ្នឹងយើងត្រូវតែទាញវាឲ្យផុតក្នុងវីដេអូរបស់យើងដើម្បីឲ្យច្បាស់ថាស្នើទៅគឺវាអត់មានពាក់ព័ន្ធជាមួយនឹងបាទវីដេអូរបស់គេឬក៏សាច់ភ្លេចរបស់គេអញ្ចឹងខ្ញុំ clarify ជូនបងប្អូនទាំងនេះប៉ុណ្ណឹងខ្ញុំសង្ឃឹមថាបងប្អូនដែលគាត់ទស្សនាវីដេអូនេះផងដែរនឹងស្ដាប់អីដែលខ្ញុំនិយាយក៏ដូចជាគោលបំណងរបស់ខ្ញុំយល់ហើយយកទៅអនុវត្តថានៅពេលដែលអនុវត្តទៅថាវាបានប្រសិទ្ធភាពប្រហែលភាគរយដែរហើយបងប្អូនទាំងនេះអាចមក comment នៅក្នុងវីដេអូនេះផងដែរនៅពេលដែលបងប្អូនទាំងនេះធ្វើទៅបានលទ្ធផលអញ្ចឹងណាហ្នឹងហើយខ្ញុំអត់មានចង់បានអីពីអ្នកទាំងអស់គ្នាទេខ្ញុំចង់ឃើញថាបាទមតិក៏ដូចជាចង់ឃើញថាបងប្អូនទាំងគ្នាធ្វើឲ្យបានទេហ្នឹងហើយសូម្បីតែខ្ញុំហងៃនេះក៏ខ្ញុំនឹងធ្វើបែបហ្នឹងដែរហ្នឹងយើងនិយាយថងខ្ញុំហ្មងហើយវិធីសាស្ត្រនេះផងដែរមិនមែនថាខ្ញុំបានពីណាទេគឺខ្ញុំបានពីការតេស្តរបស់ខ្ញុំផងដែរហ្នឹងហើយអូខេបងប្អូនទាំងគ្នាបាទឥឡូវនេះឃើញថាខ្ញុំបានដាក់វាពេញហើយបាទបានថាយើងចប់នៅក្នុងវីដេអូរបស់យើងហ្នឹងហើយនេះបងប្អូនទាំងគ្នាអាចមើលបានគេអញ្ចឹងនៅពេលដែលយើងធ្វើប៉ុណ្ណឹងហើយបងប្អូនទាំងអស់គ្នាធ្វើការចុច save មកអូខេនេះកន្លែង save ឡើងនេះបាទហ្នឹងហើយយើងចុច save ហ្នឹងមកកុំចុចDiscord change ចុច Discord change ចុចយើងធ្វើម្ដងទៀតហើយអញ្ចឹងបងប្អូនទាំងនេះចុច save នេះមកហើយយើងចុចពាក្យថានេះ I ask no let that change payment អូខេអានទៅអត់ទេ permanent អូខេអញ្ចឹងយើងចុច tick ពីលើហ្នឹងមកហើយយើង confirm change ហ្នឹងមកនៅពេលដែលយើង confirm change នៅកន្លែងតានេះវាលោតពាក្យថា video editing is no អធិស្ឋាន video editing is in progress បានន័យថាវីដេអូរបស់យើងហ្នឹងគឺគេកំពុងតែធ្វើការកែសម្រួលបាទហ្នឹងហើយកែច្នៃហ្នឹងហើយវាកំពុងតែធ្វើការកែទៅលើ plane ហើយអញ្ចឹងបែរថាសំឡេង original វីដេអូរបស់ហ្នឹងវីដេអូមួយហ្នឹងគឺត្រូវបានផ្លាស់ប្ដូរទៅជំនួសឲ្យ plane មិញហ្នឹងខ្ញុំបានចាក់មុនហ្នឹងណាបាទអញ្ចឹងគឺត្រូវបានផ្លាស់ប្ដូរប៉ុន្តែយើងត្រូវចំណាយពេលចាំ53មីនិតបាទហ្នឹងហើយគឺ53នាទីហ្នឹងឯងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចាំមើលក៏បានឬក៏មិនចាំក៏បានដែរក្នុងរយៈពេល1ម៉ោងក្រោយបងប្អូនទាំងអស់គ្នាទៅធ្វើការចាក់ play វីដេអូមួយហ្នឹងទៅគឺលេខឮសំឡេង play មួយហ្នឹងហើយវាលេងឮសំឡេងរឿងនៅក្នុងសាច់វីដេអូហ្នឹងទៀតណាបានន័យថាគឺបានផ្លាស់ប្ដូរទៅសំឡេងដែលយើងបានប្ដូរមិញហ្នឹងបាទ
អញ្ចឹងបងប្អូនទាំងនេះអាចចេញបានហើយ channel មួយនេះផងដែរគឺខ្ញុំអត់ទាន់ធ្វើការ apply monetization ទេខ្ញុំចាំថ្ងៃច័ន្ទដោយសារតែថ្ងៃនេះថ្ងៃសុក្រអញ្ចឹងខ្ញុំថ្ងៃវាអត់ល្អទេសម្រាប់ YouTube ផងដែរគឺថ្ងៃច័ន្ទជាថ្ងៃដែលល្អបាទយើងធ្វើការស្នើសុំ monetization ព្រោះអីថ្ងៃច័ន្ទថ្ងៃគេធ្វើការដែរអញ្ចឹងណាបាទអញ្ចឹងបងប្អូនទាំងនេះដែលស្នើ monetization យើងស្នើថ្ងៃច័ន្ទទៅវាល្អឆាប់ approve ជាងស្នើថ្ងៃផ្សេងអញ្ចឹងបាទដោយសារថ្ងៃនេះថ្ងៃចុងសប្តាហ៍អញ្ចឹងយើងស្នើទៅក៏វាអត់ងាយនឹង approve ដែរហ្នឹងហើយអញ្ចឹងចាំថ្ងៃច័ន្ទយើងជួបគ្នាបាទខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការapply channel មួយនេះផងដែរថាយើងត្រូវរៀបចំធ្វើម៉េចដើម្បី apply AdSense បាទ apply បង្កើត AdSense ក៏ដូចជាយើងធ្វើការស្នើសុំ monetization ពី YouTube នឹងឯងអូខេហើយមួយទៀតខ្ញុំសូមបន្ថែមនៅក្នុងវីដេអូនេះបន្តិចទៀតអត់តបាននិយាយមិញហ្នឹងបាទអញ្ចឹងវីដេអូផងដែរបងប្អូនទាំងគ្នាធ្វើការផុស original បាទយើងចង់ផុសវីដេអូប្រភេទនេះប្រភេទវីដេអូវែងក៏បានឬក៏ប្រភេទវីដេអូខ្លីក៏បានដែរខ្ញុំថយមកឲ្យអស់សិននេះដាក់បទ AI បងប្អូនទាំងគ្នាហ្នឹងហើយអាហ្នឹងក៏យើងរាប់ចូលថាជាវីដេអូ original ដែរអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការតម្លាក់នៅបទចម្រៀងឬក៏អីក៏ដោយយើងអាចថតពីទេសភាពខាងក្រៅសិនក៏បានហើយយើងធ្វើការយកមកអាប់ឡូតចូលទៅក្នុង YouTube បាទនៅពេលដែលយើងអាប់ឡូតចូលទៅក្នុង YouTube ហើយបងប្អូនទាំងគ្នាទុកវាឲ្យយើងយូរបន្តិចមកត្រឹម 3-4 ថ្ងៃមកបាទយើងអាប់ឡូតប្រហែលជា10-20បទឬក៏10-20វីដេអូអីទៅយើងអាប់ឡូតឲ្យ YouTube ចាប់ថា channel មួយនេះផងដែរគឺជា channel ដែលយើងបង្កើតឡើង original ហ្នឹងហើយមួយទៀតបងប្អូនទាំងគ្នាអាចបន្ថែមពីលើអាចថែម short វីដេអូ short យើងអាចថតឆ្កែថតឆ្មាថតទេសភាពអីចឹងទៅនេះយើងថត short ចឹងមកដាក់ចឹងមកនេះដាក់ឲ្យវាបានរយៈពេលមួយសប្តាហ៍ទៅបាទហ្នឹងហើយដើម្បីឲ្យ YouTube យើងហ្នឹងគឺវាងាយនឹង approve អូខេអញ្ចឹងអានេះគឺជាកលឹះបាទគឺជា tip ជូនទៅកាន់បងប្អូនទាំងគ្នាដែលគាត់ឆ្ងល់ក៏ដូចជាគាត់ពេលខ្លះគាត់យក channel កាប់ដាវ channel ដែលផុសវីដេអូរបស់គេណាគាត់ព្យាយាមធ្វើឲ្យឃើញថាវាមានការកើនឡើង view មែនទេគាត់ក៏សប្បាយចិត្តដែរដល់ពេលដែលឃើញមាន view មានអីចឹងទៅប៉ុន្តែជាក់ស្ដែងឲ្យដែលគាត់បាក់ទឹកចិត្តជាងគេនោះគឺនៅពេលដែលគាត់ធ្វើការ appeal monetize apply monetization គឺវាចេញ review content អញ្ចឹងអាចធ្វើឲ្យបងប្អូនទាំងគ្នាក៏ដូចជាអ្នកទាំងនោះគាត់នឹង depression ហ្នឹងហើយបាក់ទឹកចិត្តអូខេហើយអញ្ចឹងចាំតវីដេអូមួយទៀតប្រហែលជានៅក្នុង clip មួយនេះយើងវែងបន្តិចបងប្អូនទាំងគ្នាអញ្ចឹងយើងនឹងតវីដេអូមួយទៀតអំពីរបៀបស្នើសុំ monetization អូខេបាទសួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់ channel Admin Kin ថ្ងៃនេះគឺជាថ្ងៃច័ន្ទដែលខ្ញុំបាននិយាយថាកាលពីថ្ងៃសុក្រគឺខ្ញុំនឹងធ្វើការ apply YouTube Partner Program នៅក្នុងថ្ងៃច័ន្ទហើយឥឡូវនេះខ្ញុំធ្វើការ apply YouTube គឺម៉ោង 4:13 នាទី PM បាទមានន័យថាម៉ោង 4 ល្ងាចបាទអញ្ចឹងចង់ដឹងថាចាំមើលទៅពេលដែលយើង apply ទៅពេលណាដែល YouTube approve ចាំខ្ញុំធ្វើការ update មួយទៀតអូខេអញ្ចឹងតោះយើងទៅធ្វើការស្នើទាំងអស់គ្នាបងប្អូនទាំងគ្នាហ្នឹងហើយអ្នកដែលមិនទាន់ចេះទេអាចមើលវីដេអូនេះមួយបានហើយបាទធ្វើការស្នើតាមខ្ញុំបានអូខេអញ្ចឹងយើងចូលមកកន្លែងពាក្យថា earn នេះមកឬក៏ monetization បន្តមកទៀតបងប្អូនទាំងគ្នាអូសមកក្រោមឃើញពាក្យថា apply អត់បាទ apply now ហ្នឹងអញ្ចឹងយើងធ្វើការចុចមកលើពាក្យថា apply now មកបាទអូខេអញ្ចឹងបងប្អូនចុចមកបាទដល់ពេលយើងចុចពាក្យថា apply now គឺចេញបែបនេះបាទមានចំនួន3 step បាទមាន step 1 step 2ហើយនិង step 3បាទហ្នឹងហើយអញ្ចឹង step 1នេះគឺ easy បាទហ្នឹងហើយគឺមុនគេអាហ្នឹងគ្រាន់តែធ្វើការ review base term មានន័យថាគឺយើងធ្វើការ start ហើយ tick នៅក្នុងប្រអប់មួយហើយវានឹងធ្វើការដានឲ្យយើង automatic ហើយទី2នៅកន្លែង step 2នេះអានេះវាសំខាន់ជាងគេបាទហ្នឹងហើយយើងនិយាយទៅអានេះមិនមែនសំខាន់ជាងគេទេគឺវាសំខាន់មួយចុះថាវាសំខាន់បន្ទាប់ពីអាមួយនេះបន្ទាប់ពីអា step 3នេះអញ្ចឹងយើងត្រូវការ2ហ្នឹងគឺដានបាទមានន័យថាគឺជិញ POQ ទាំងពីរអញ្ចឹងតោះយើងធ្វើការទៅបើកទាំងអស់គ្នាយើងចុចពាក្យថា start នេះមកបាទបងប្អូនទាំងនេះអាចអានបានបាទហ្នឹងហើយអូមកក្រោមមកយើងអូអស់បែបនេះហើយបងប្អូនទាំងនេះ tick ពីលើវាថា I accept the best terms tick ពីលើនឹងហើយចុចវាថា accept term អូខេអញ្ចឹងបងប្អូនទាំងនេះធ្វើការចាំបន្តិចមកអូខេនៅពេលដែលយើងចុច
ចុចអាសពហើយគឺកន្លែងនេះវានឹងចុចដានបកខៀវអញ្ចឹងគឺកន្លែងហ្នឹងបានជោគជ័យមួយណាបាទហ្នឹងហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើមួយទៀតគឺ step 2បាទហ្នឹងហើយ step 2យើងធ្វើការ start បាទ start មួយទៀតមកដើម្បីយើងទៅធ្វើការដាក់ AdSense ឬក៏យើងបង្កើត AdSense ថ្មីសម្រាប់បងប្អូនទាំងគ្នាមិនទាន់មាន AdSense អាចមើលវីដេអូនេះបានដូចគ្នាព្រោះខ្ញុំធ្វើការបង្កើត AdSense ថ្មីយកតែម្ដងក្នុងវីដេអូមួយនេះផងដែរចាំតិចខ្ញុំផឹកទឹកបន្តិចបាទអូខេបាទហ្នឹងហើយអញ្ចឹងឥឡូវយើងតវីដេអូយើងអធិស្ឋាននៅកន្លែងនេះចេញពាក្យថា sign up for AdSense for YouTube អញ្ចឹងបងប្អូនទាំងគ្នាធ្វើការចុចពាក្យថា start នៅខាងក្រោមនេះណានេះខ្ញុំចូលមកហ្នឹង start វាមកនៅពេលដែលបងប្អូនទាំងគ្នាធ្វើការ start ហើយគេសួរយើងណាបាទ do you have existing AdSense or AdSense for YouTube account select មកហ្នឹងហើយអញ្ចឹងនៅកន្លែងនេះគេសួរយើងថាយើងមាន AdSense ហើយនៅឬក៏យើងមិនទាន់មាន AdSense យើងធ្វើការបង្កើតយកតែម្ដងប្រសិនបើជាបងប្អូនទាំងគ្នាមាន AdSense ហើយយកពេលថា yes I have an existing account AdSense for YouTube or AdSense account បើសិនជាមានណាប៉ុន្តែបើសិនជាបងប្អូនទាំងគ្នាអត់ទាន់មាន AdSense ទេបើថាអ្នកដែលគាត់ថ្មីចូលក្នុងវិស័យ YouTube យើងត្រូវតែយកពាក្យថា no I don't have an existing account ហ្នឹងហើយអញ្ចឹងយើងយកពាក្យថា no ហ្នឹងមកបាទឬក៏ទី2នេះកន្លងទី2នេះបាទហ្នឹងហើយចុចយកហ្នឹងមកបើសិនជាបងប្អូនទាំងគ្នាអត់មាន AdSense អញ្ចឹងខ្ញុំអត់មាន AdSense ខ្ញុំចុច no ហើយកន្លែងនេះបងប្អូនទាំងគ្នាធ្វើការចុចពាក្យចុច continue មកបាទហ្នឹងហើយ continue អូខេអញ្ចឹងនៅកន្លែងនេះខ្ញុំសុំបិទបន្តិចអញ្ចឹងខ្ញុំបង្កើត AdSense ជាមួយនឹង YouTube នឹងតែម្ដងបាទ Gmail នឹងតែម្ដងខ្ញុំចុចពីលើ Gmail ហ្នឹងមកឬក៏បងប្អូនទាំងគ្នាចង់ដាក់ Gmail ផ្សេងក៏បានដែរចុចពាក្យថា new another account ហ្នឹងហើយអញ្ចឹងខ្ញុំសុំធ្វើការបង្កើត AdSense ភ្ជាប់ជាមួយ YouTube នឹងយកតែម្ដងហ្នឹងហើយកុំឲ្យវាវល់អញ្ចឹងណានៅនេះយើងដល់ហ្នឹងយើង tick នៅកន្លែងនេះមក tick ហើយយើង set up account អូខេអញ្ចឹងនៅពេលយើង set up ប៉ុណ្្នឹងហើយយើងក្លែកមើលមកកន្លែងនេះស្ទើរតែជាកន្លែងដែលសំខាន់បាទអញ្ចឹង YouTube យើងគឺបាទនៅកម្ពុជាហើយនៅកន្លែង account type នេះយើងត្រូវតែមើលដែរអាហ្នឹងក៏សំខាន់ដែរនេះវាមាន2មាន organization ហើយជាមួយនឹង individual អញ្ចឹងយើងយកអា individual នេះមកបាទហើយនៅកន្លែងឈ្មោះ name នេះយើងដាក់ឲ្យដូចតាញបានយើងណាបាទហ្នឹងហើយអញ្ចឹងនៅកន្លែងនេះយើងដាក់ឲ្យដូចតាញបានយើងមកហើយកន្លែងនេះជា address របស់យើងដាក់ address យើងមកថាណាអញ្ចឹងណាបាទអញ្ចឹងយើងដាក់ address យើងមកនៅកន្លែងហ្នឹងខ្ញុំដាក់ address សិនអូខេខ្ញុំមិនបានសរសេរទុកមុនតែអញ្ចឹងសរសេរទៅរៀងយូរបន្តិចបងប្អូនអធិស្ឋានផងអូខេបើសរសេរទុកមុនល្អជាស្រ័យមកខ្ញុំសរសេរមួយវារៀងយឺតបន្តិចបាទហ្នឹងហើយតែមិនអីទេយើងដាក់ប៉ុណ្ណឹងមកយើងផាសមកនេះមកតបមកកន្លែង Town City នេះដាក់ភ្នំពេញសរសេរឲ្យវាត្រូវមកបងប្អូនបាទសរសេរខុសពេញហ្នឹងយើងដាក់ភ្នំពេញហើយនៅកន្លែង postal code នេះ postcode នេះយើងដាក់ 12000 ហ្នឹងហើយកន្លែងលេខទូរស័ព្ទនេះយើងដាក់លេខទូរស័ព្ទបងប្អូនគ្នាដែលថ្មីបាទហ្នឹងហើយអញ្ចឹងយើងកុំយកលេខចាស់មកដាក់អាហ្នឹងដាក់លេខដែលថ្មីមកហ្នឹងហើយអញ្ចឹងខ្ញុំដាក់លេខដែលថ្មីអានេះហៅលេខស្មាតកុំមុនតិចបាទលេខស្មាតក្នុងទូរស័ព្ទអ៊ីមែលខ្ញុំដាក់ឲ្យហើយមានឥឡូវដាក់លេខទូរស័ព្ទខ្លួនឯងមើលមកឲ្យលេខទូរស័ព្ទមើលមកដាក់ភ្ជាប់អីសិន
បាទនៅក្នុងវីដេអូនេះប្រហែលជាមើលទៅបងប្អូនទាំងគ្នាពិបាកមើលតិចហើយអធិស្ឋានផងដោយសារតែមុនហ្នឹងវាមានការ error បាទ Gmail ខ្លះគឺយើងដាក់ទៅគេចេញពាក្យថា error យកមកគេអត់ឲ្យដាក់អញ្ចឹងយើងដូរ email មកវាមិនមែនជាបញ្ហាទេប៉ុណ្ណឹងយើងអាចដោះស្រាយបានអូខេឥឡូវខ្ញុំដាក់លេខទូរស័ព្ទមួយសិនបងប្អូនទាំងគ្នាធ្វើការដាក់ឲ្យមក068អាហ្នឹងខ្ញុំសូមបញ្ជាក់ឲ្យដាក់លេខបងប្អូនទាំងគ្នាប៉ុន្តែលេខដែលថ្មីកុំយកលេខដែលយើងធ្លាប់បង្កើត AdSense ហើយមកដាក់អញ្ចឹងវានឹងអត់ approve AdSense ទេអូខេយើងដាក់ប៉ុណ្្នឹងមកហើយយើង review មើលម្ដងទៀតអូខេហើយឈ្មោះនេះក៏រឿងសំខាន់ដែរឈ្មោះហ្នឹងបើសិនជាឈ្មោះដូចគ្នាក៏យើងបង្កើត AdSense អត់បានដែរអញ្ចឹងយើងបាទយើងមើលឈ្មោះហ្នឹងដែរបាទខ្ញុំដាក់ឈ្មោះចេះតោះអូខេអញ្ចឹងនៅកន្លែងហ្នឹងបងប្អូនទាំងគ្នាដាក់ដោយអត្តញ្ញាណប័ណ្ណណាអញ្ចឹងនៅពេលដែលវា approve ខ្ញុំនឹងមកធ្វើការកែអានឹងម្ដងទៀតអញ្ចឹងយើងធ្វើតែប៉ុណ្្នឹងទៅហើយយើងចុចពាក្យថា submit នេះអូខេអញ្ចឹងនៅពេលដែល submit អូយើងត្រូវការនេះ call ឬក៏ផ្ញើ message យើងយកផ្ញើ message ទៅកាន់លេខដែលយើងដាក់មុនហ្នឹងចុច send មកចឹងបងប្អូនទាំងនេះយកលេខកូដដែលគេផ្ញើទៅបងប្អូនទាំងគ្នាធ្វើការមកបំពេញនៅនេះមកណាហ្នឹងហើយអញ្ចឹងដោយសារតែចាំបន្តិចបាទខ្ញុំចាំយកកូដពីនោះដែរ533164អូខេអញ្ចឹងលេខកូដនេះមិនមែនបងប្អូនទាំងគ្នាដាក់តាមខ្ញុំណាហ្នឹងហើយដាក់តាមលេខដែលគេផ្ញើឲ្យយើង submit មកចុច69តាសេសដងទៀត69 submit មកអូខេអញ្ចឹងដល់ពេលយើង submit ហើយយើងចុចពាក្យថា redirect to YouTube ហ្នឹងហើយអញ្ចឹងគឺយើងធ្វើតែប៉ុណ្្នឹងទៅបានហើយចុចមកអូខេអញ្ចឹងនៅកន្លែងនេះវានឹងលោតពាក្យថា in progress នៅកន្លែង step 2បាទអញ្ចឹងយើងចាំសិនមកឲ្យលោតសិនមកអូខេអញ្ចឹងបងប្អូនទាំងនេះឃើញនេះ in progress គេដាក់ថា your account is being created or association the approval and association process actually take several days but in some case it can take 2 or 3 weeks អាហ្នឹងជាទូទៅមួយថ្ងៃ2ថ្ងៃប៉ុន្តែបើសិនជាក្នុងករណីខ្លះវាអាចនឹង2ទៅ3សប្តាហ៍ប៉ុន្តែវាមិនដល់វាមិនយូរដល់ថ្នាក់ហ្នឹងទេយ៉ាងច្រើន2ថ្ងៃ3ថ្ងៃហ្នឹងដឹងហើយលទ្ធផលហើយឬក៏កន្លះថ្ងៃ only បាទហ្នឹងហើយអញ្ចឹងយើងចាំមើលទាំងអស់គ្នាថា approve step 2ឬក៏មិន approve យើងចាំមើលបន្តទៅទៀតបងប្អូនទាំងគ្នាបាទហ្នឹងហើយ